ជំរាបសួរអ្នកខ្ញុំឈ្មោះរីកាជា barista នៅ V1 Cafe ហើយសម្រាប់ទីតាំងហាងរបស់ខ្ញុំនៅផ្លូវ 21A ក្រុងតាខ្មៅដែលមានទីតាំងហាងហ្មងនៅតាមគ្រាបរិយាពិភពថ្មី2ចំពោះនៅកន្លែងទីតាំងរបស់បងមានលក់អីគេខ្លះដែរបង បកខ្លាំងហ្មងគឺកាហ្វេបងតារីងប្រភេទកាហ្វេអីហ្នឹងណាបងហើយនឹងក៏មានជាប្រភេទ snack ដូចជានំប៉ាវផ្លូវមាន់ donut អីដូចគ្នាបង បាទបង ចា៎ អញ្ចឹងចំពោះកាហ្វេនៅកន្លែងបងមានប្រភេទកាហ្វេអីគេខ្លះដែរបង កាហ្វេមានច្រើនបងមានជាប្រភេទ ice latte និយាយទៅឲ្យតែអតិថិជនគាត់ចង់ញ៉ាំអីក៏អាចកម្មង់នៅកន្លែងហាងខ្ញុំបានបាទ បងស្គាល់នំប៉័ងហុងកុងហ្នឹងយូរនៅបង ខ្ញុំស្គាល់ដូចជាយូរដែរបងតាមដានគាត់ដែរខ្ញុំមុននឹងខ្ញុំយកនំប៉័ងហុងកុងនឹងមកលក់ហ្នឹងខ្ញុំក៏បាន order មកញ៉ាំសាកដែរចង់ដឹងរសជាតិគាត់បែបម៉េចអីចឹងណាតែដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺរសជាតិហ្មងព្រោះជាធម្មតានំប៉័ងបើសិនជា snor រសជាតិសាច់ម្សៅអីឆ្ងាញ់អត់ធំឆ្អេះអីគឺឆ្ងាញ់ហើយបងហើយមួយទៀតគឺតម្លៃសមរម្យខ្លាំងមែនតើ ចំពោះក្នុងមួយថ្ងៃបងលក់បានប៉ុន្មាននំដែរ ជាធម្មតាក៏50នំមិននឹងថេរាល់ថ្ងៃអញ្ចឹងបងប៉ុន្តែបើសិនជាថ្ងៃណាដាច់ហ្មងគឺអាចលោតដល់ជិត100នំក៏មានដែរបង អូយច្រើនមែនតើបងប្អូនអញ្ចឹងបងប្អូនកុំភ្លេចណា note កន្លែងគាត់មួយគឺនៅពេលដែលមានកម្មវិធី catering ផ្សេងអីអាចមកកម្មង់នៅកន្លែងគាត់បានអញ្ចឹងបងមានអីផ្ដាំផ្ញើទៅកាន់អតិថិជនរបស់បងដែរអត់បង ជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណទៅដល់អតិថិជនទាំងអស់គ្នាទាំងភ្ញៀវមកពីខាងក្រៅឬក៏ពីខាងក្នុងបរិយាផ្ទាល់ពិតជាអរគុណខ្លាំងមែនទែនចំពោះការគ្រប់គ្រងហាងរបស់ពួកខ្ញុំអញ្ចឹងក៏សូមឲ្យបងជួយគ្រប់គ្រងបន្ថែមទៀតមានដូចជាខាងតារីងនំប៉ាវ donut អីផ្សេងៗទៀតដែលបងចង់ញ៉ាំអាចមកកម្មង់នៅ V1 Cafe បានតែនំប៉ាវហ្មងបងឆ្ងាញ់រសជាតិវាឆ្ងាញ់មាននិយាយថាឆ្ងាញ់ហ្មងបង បាទបងអញ្ចឹងពីនំប៉័ងហុងកុងហើយនឹងបងស្រីសូមអរគុណសូមជម្រាបលា